បរោះនោះបានរកឃើញបច្ចេកទេសហ្វឹកហាត់ដកម្រមួយនៅក្នុងដីដោយចៃដន្យជាលទ្ធផលគាត់ទើបតែអនុវត្តជាមួយវាខ្ញុំមិននឹកស្មានថានឹងយល់ពីអាថ៌កំបាំងរបស់វាភ្លាមនោះទេលើក្រោយខ្យល់និងពុកមានកម្លាំងខ្លាំងដែលបង្កបញ្ហាវិធីទាំងជំរុញឲ្យមានគំនិតអំពីស្ថានសុខនិងផែនដីគួរឲ្យខ្លាចណាស់ពិភពលោកបន្ទាប់ខ្ញុំល្ងងធ្វើជាអ្នកដើរតាមផ្លូវកម្លាំងពិតគួរឲ្យខ្លាចដូចសូត្រវាប្រែថាបរោះកាត់មកលឿនជាងអ្នកដទៃ100ដងប៉ុន្តែគួរឲ្យអាណិតដែលខួរក្បាលមិនភ្លឺគ្រូសាបានព្យាយាមយកគាត់ចេញពីផ្លូវដូច្នេះខ្ញុំក៏រត់ចុះពីភ្នំទៅរកម្ចាស់និកាយហើយគ្រាន់តែនៅក្នុងពេលនៅ Kenya ជ្រើសរើសដើម្បីទទួលបានថ្លៃសិក្សាការល្បិចគ្រប់ប្រភេទប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានបោកបញ្ឆោតទេនិកាយបិទទ្វារពេលគ្មានលុយបរោះនោះមកកាន់ប្រអប់មាសមួយដុំបាននិយាយថាគាត់នឹងរៀនវិធីសាស្ត្រហើយយ៉ាងជារោមិនបានស្គាល់សត្វអមតៈទាំងអស់ប៉ុន្តែដើម្បីសន្សំប្រាក់ច្រើនភ្លាមនោះក៏នាំបរោះនោះចុះពីលើភ្នំបាននិយាយថាគាត់ត្រូវតែឆ្លងកាត់ការសាកល្បងដើម្បីចូលទៅក្នុងនិកាយទៅបងស្រីច្បងឃើញគាត់ល្ងងដូច្នេះគាត់បានបង្កើតល្បិចមួយនៅនឹងកន្លែងព្រមមានបរោះប្រសិនបើគាត់មិនអាចរៀនបានបន្ទាប់មកគ្រាន់តែបណ្ដេញគាត់ចេញដោយមានលក្ខណៈសម្បត្តិគ្រាន់តែគិតថាគាត់អាចត្រូវបានដោះលែងភ្លាមប៉ុន្តែខ្ញុំមិននឹកស្មានថាបរោះនោះនឹងប្រកួតជាអ្នកហាត់ខ្លាចដោយមួយត្រូវបានអំដោយដាវដែលមិនអាចប្រៀបផ្ទឹមបានខណៈពេលដែលបងស្រីច្បងមានការភ្ញាក់ផ្អើលដាវរបស់គាត់បានហោះចេញទៅបុកឃាតករហើយវានៅពីពេញកន្លែងអ្នកធ្វើបាបនរណាម្នាក់គ្មានផ្លូវទេតើអ្នកអាចប្រាប់នរណាម្នាក់ឲ្យជួយដោយរបៀបណាដាវដ៏ខ្លាំងមួយណាបងស្រីច្បងឃើញគាត់ជាចាប់ខ្ញុំចង់បណ្ដេញបរោះនោះចេញភ្លាមប៉ុន្តែអ្នកណាដឹងគេនិយាយថាបរោះនោះគឺជាវីរបរោះដែលបានជួយអ្នករស់រានមានជីវិតវាប្រែថាជាស្ដេចនៃរាជវង្សទាំង4ពួកគេមកទីនេះដើម្បីសុំគ្រូពេទ្យព្យាបាលជីវិតរបស់ចៅហ្វាយនេះបងស្រីច្បងឃើញថារឿងគ្រួសារធំបែបនេះវាត្រូវតែល្អច្រើនដូច្នេះសូមឲ្យបរោះនោះដើរតាមផ្លូវដើម្បីការពារគ្រួសារវាក៏ស្ថិតនៅក្នុងគម្រោងសាកល្បងផងដែរបន្ទាប់ពីការប្រាជ្ញាចិត្តបានជោគជ័យវានឹងបង្រៀនជំនាញដ៏មានបរោះនោះជឿថាវាជាការពិតមិនយូរប៉ុន្មានបានមកដល់គ្រួសារវងនេះហើយនៅពេលនេះចៅខ្វាន់នៃក្រុមសេចក្ដីបានទាញយកប្រយោជន៍ពីជំងឺរបស់គ្រួសារខ្ញុំទៅមាត់ទ្វារបង្ខំប្រពន្ធខ្ញុំឲ្យយកការជាមួយខ្ញុំត្រូវបានគេផ្ញើមកដោយខ្លួនឯងហើយក៏បានដោះស្រាយវាប៉ុន្តែអ្នកណាដឹងថាបរោះនោះយកថ្នាំមកខុសថ្នាំនៅទីនេះបរោះនោះគិតថាបេសកកម្មនឹងបញ្ចប់អ្នកអាចចូលរួមជាមួយត្រកូល Theng Yan ដោយជោគជ័យតែអ្នកណាដឹងខ្ញុំបានទៅគ្រួសាររបស់វងដើម្បីលក់ថ្នាំបន្ទាប់មកការព្យាបាលប៉ុន្តែបានរកឃើញថាថ្នាំពោលត្រូវបានបញ្ជូនទៅរាជវង្សព្យាបាលទេនេះកំពុងធ្វើឲ្យបរោះម្នាក់នេះចាប់ផ្ដើមព្រួយបារម្ភមិនអាចចូលក្នុងខ្ញុំបានយកក្រដាសមួយសន្លឹកចេញហើយសុំបងស្រីច្បងរាប់ណាខ្ញុំអាចគិតពីវិធីសង្គ្រោះមនុស្សហើយបងស្រីច្បងរកលុយខ្ញុំពិតជាយកសៀវភៅម៉ាសាធ្វើជាសៀវភៅពេទ្យគេថាឲ្យតែអ្នកចូលរួមបានល្អអាចព្យាបាលជំងឺបានបរោះនោះស្ដាប់ដោយមិនសង្ស័យខ្ញុំគ្រាន់តែដេកលើដីហើយចាប់ផ្ដើមរៀនលោកវង King ខុសឥឡូវនេះវាជាពេលវេលារបស់អ្នកដើម្បីធ្វើការជ្រើសរើសខ្ញុំគិតថាខ្ញុំគួរតែអាចធ្វើបានបញ្ចប់ការអានបងស្រីខ្ញុំរួចរាល់ហើយអ្នកមិនអាចរៀនបានទេអ្នកមិនអាចធ្វើវាឥឡូវនេះបានទេបងស្រីខ្ញុំមានអារម្មណ៍ថាខ្ញុំច្រឡំទៀតហើយនេះគឺជាមឈូសដែលខូចចៅខ្វាន់នេះគឺជាត្រកូល Theng Yan របស់ខ្ញុំគាត់មិនទាន់បានចូលរួមជាមួយត្រកូល Theng Yan នៅឡើយទេដូច្នេះសូមឲ្យគាត់ទៅកុំបារម្ភតើវាមិនមែនជាថ្នាំរបស់ឆៃថោទេខ្ញុំពិតជាចង់មើលថាតើវាអាចព្យាបាលបានឬអត់បងស្រីធំមើលមកខ្ញុំជួយខ្ញុំកាន់វាខ្ញុំអនុញ្ញាតឲ្យខ្ញុំព្យាយាមតើអ្នកគិតថាខ្ញុំសមនឹងអ្នកដោយឲ្យខ្ញុំនៅសម្លៀកបំពាក់របស់គាត់ដោះសម្លៀកបំពាក់របស់អ្នកខ្ញុំចូលចិត្តវាយកវាចេញកូនល្អអ្នកដឹងថាអ្នកត្រូវតែស្លាប់តើអ្នកចង់ទាញយកប្រយោជន៍ពីវាជាការសោកស្ដាយដែលបានជួបវាមិនដូច្នេះទេយើងអាចនឹងក្លាយជាគ្រួសារតើអ្នកធ្ងន់ធ្ងរទេមើលភ្នែកខ្ញុំមិនធ្ងន់ធ្ងរគ្រប់គ្រាន់ទេយកពមខ្ញុំអាចសហការជាមួយអ្នកប៉ុន្តែបើអ្នកមិនអាចញ៉ាំបងស្រីខ្ញុំបានល្អនោះធ្វើឲ្យនាងអាម៉ាស់មុខកុំធ្វើវានៅពេលនោះអ្នកមិនអាចចេញពីគ្រួសារវងបានទេខ្ញុំកុំបារម្ភបើអាចព្យាបាលបានខ្ញុំគ្រាន់តែត្រូវការឲ្យនាងបង្ហាញក្នុងរបស់នាងខ្ញុំជួយម៉ាស្សាឲ្យនាងខ្ញុំមិនប្រកាន់ទេអ្វីខ្ញុំចង់បានថ្នាំខ្ញុំបានយកចេញថ្នាំដែលអានដោយសៀវភៅវិទ្យាសាស្ត្រវាមានប្រេងហើវាក្តៅខ្លាំងណាស់វាអាចជំរុញឲ្យមានអត្ថប្រយោជន៍អង្កេតជួយអេក្រុមយកពមស្អីមាន18រឿងនៅក្នុងសៀវភៅបុរាណអ្នកកំពុងធ្វើឲ្យយើងសាច់តើខ្ញុំត្រូវផ្ដល់ឲ្យអ្នកនៅភាពទេតើអ្នកចង់បានវាទេទោះបីជាវាចម្លែកបន្តិចក៏ដោយវាសមហេតុផលក្នុងការគិតអំពីវាដោយប្រុងប្រយ័ត្នត្រូវហើយខ្ញុំបានឲ្យសៀវភៅខុសបញ្ឈប់វាកុំប៉ះបងស្រីខ្ញុំគិតថាអ្នកល្ងងខ្ញុំមិនបានគិតថាអ្នកល្ងងដូច្នេះទេវាមិនអីទេបងស្រីធំកុំបារម្ភសៀវភៅពិតជានិយាយមែនវាមិនខុសទេគ្រាន់តែមើលខ្ញុំបញ្ឈប់វាកុំប៉ះបងស្រីខ្ញុំអនុញ្ញាតឲ្យទៅតើអ្នកកំពុងធ្វើអ្វីបរិសុទ្ធម្នាក់នេះកំពុងរុញមនុស្សស្លាប់វាពិបាកក្នុងការគិតកុំធ្វើឲ្យញញៃខ្ញុំចង់មើលរឿងល្អមើលបើមិនដូច្នេះទេខ្ញុំនឹងសម្លាប់មនុស្សម្នាក់ដោយចូលទៅចិត្តមួយខ្ញុំត្រូវតែបញ្ចប់វាខ្ញុំនឹងទៅនិកាយ Kenya លែងខ្ញុំទៅពុកឲ្យខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់អ្នកទេក
កុំប៉ះបងស្រីខ្ញុំយកវាឲ្យខ្ញុំបងវាយវាកុំប៉ះបងស្រីខ្ញុំមកកុំផ្លាស់ទីកុំផ្លាស់ទីខ្ញុំនឹងសម្លាប់អ្នកខ្ញុំនឹងសម្លាប់អ្នកកុំបារម្ភពេលខ្ញុំមើលកម្មវិធីចប់ខ្ញុំនឹងសម្លាប់នាងដើម្បីអ្នកចុះរឿងហ្នឹងបងប្រុសឈប់សិនកុំបារម្ភអីបងស្រីខ្ញុំនឹងធ្វើវាបន្ទាប់ខ្ញុំនឹងប្រើវេទមន្តដើម្បីនាំនាងមកវិញកុំធ្វើវាប្រសិនបើអ្នកបន្តធ្វើបែបនេះយើងនឹងស្លាប់តាមរបៀបដ៏អាក្រក់មួយកុំធ្វើវា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 យឺឆៃឈឺឆៃភ្នឹមត្រឡប់ទៅរាងកាយវិញធាវីភូមិកាត់តើមានអ្វីកាត់ឡើងមានអ្វីមួយមិនត្រឹមត្រូវអស្ចារ្យខ្ញុំសូមអង្វរដល់ការចុះចូលអន្តររបស់ខ្ញុំទាំងអស់ទៅកាន់ជំពូកថ្មីមើល